ដំណាំស្វាយចន្ទីជាដំណាំកសិឧស្សាហកម្មមួយប្រភេទដែលប្រជាជនកម្ពុជានិយមដាំដុះបន្ទាប់ពីដំណាំស្រូវពោតសណ្តែកនិងល្ងជាដើមនោះដោយសារប្រទេសកម្ពុជាមានលក្ខណៈអំណោយផលយ៉ាងប្រសើរសម្រាប់វិស័យកសិកម្មដែលជាវិស័យអាទិភាពដ៏ចម្បងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី2របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី4នៃរដ្ឋសភាអង្គការស្រែខ្មែរជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលបានបង្កើតឡើងនិងចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី9ខែមករាឆ្នាំ2002ហើយជាអង្គការដែលមិនស្វែងរកកម្រៃនិងមិនបម្រើគណៈបកនយោបាយអង្គការស្រែខ្មែរត្រូវបានបង្កើតឡើងដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពតាមរយៈការសិក្សាស្រាវជ្រាវបណ្ដុះបណ្ដាលអប់រំនិងការអភិវឌ្ឍសហគមន៍ដើម្បីលើកស្ទួយសកម្មភាពការងារដែលដឹកនាំដោយកសិករបណ្ដាញការងារកសិករនិងជំរុញកសិកម្មនិរន្តរភាពនិងការគ្រប់គ្រងធនធានធម្មជាតិសម្រាប់គម្រោងការគាំទ្រអនុវិស័យស្វ័យចន្ទីសរីរាង្គនៅកម្ពុជានេះលោកពូសវណ្ណនាយកប្រតិបត្តិអង្គការស្រែខ្មែរបានមានប្រសាសន៍ថាគម្រោងមួយនៅក្នុងចំណោមគម្រោងរបស់អង្គការស្រែខ្មែរគឺគម្រោងនៃការបណ្ដុះបណ្ដាលកសិករស្វ័យចន្ទីសរីរាង្គដែលកំពុងតែអនុវត្តនៅក្នុងខេត្តកំពង់ចាមនិងកំពង់ធំគម្រោងនេះស្ថិតនៅក្រោមការជួយគាំទ្រពីសហភាពអឺរ៉ុបនិងសហជីវកម្មហិរញ្ញវត្ថុអន្តរជាតិរួមជាមួយនឹងក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលដើម្បីធ្វើការបណ្ដុះបណ្ដាលកសិករឲ្យគាត់យល់ដឹងអំពីផលិតកម្មស្វ័យចន្ទីតាមគោលការណ៍សរីរាង្គបច្ចេកទេសមុននិងក្រោយប្រមូលផលប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនិងការគ្រប់គ្រងសមាគមកសិករគម្រោងគាំទ្រអនុវិស័យដំណាំស្វាយចន្ទីកម្ពុជាបានចាប់ផ្ដើមអនុវត្តចាប់តាំងពីឆ្នាំ2009រហូតមកដល់នាពេលបច្ចុប្បន្ននេះនៅខេត្តចំនួន2គឺខេត្តកំពង់ធំដែលមាន5ស្រុកគឺស្រុកសន្ទុកស្រុកប្រាសាទបាឡាំងស្រុកប្រាសាទសម្បូរស្រុកកំពង់ស្វាយនិងស្រុកសណ្ដាន់ដែលមានឃុំចំនួន14និងមានភូមិគោលដៅចំនួន39ដោយឡែកខេត្តកំពង់ចាមដែលទទួលផលពីគម្រោងនេះមានចំនួន2ស្រុកគឺស្រុកចំការលើនិងស្រុកស្ទឹងត្រង់មានឃុំចំនួន17ភូមិគោលដៅចំនួន37ដែលចងក្រងជាសមាគមកសិករស្វ័យចន្ទីសរីរាង្គសរុប120សមាគមក្នុងនោះមាន82សមាគមសម្រាប់ខេត្តកំពង់ធំនិង38សមាគមសម្រាប់ខេត្តកំពង់ចាមដែលសុទ្ធជាតំបន់គោលដៅដែលមានសក្តានុពលភាពខ្លាំងលើដំណាំស្វាយចន្ទីហើយមានសមាជិកឬអ្នកទទួលផលសរុប4046គ្រួសារក្នុងនោះមានស្ត្រីចំនួន2420នាក់គម្រោងនេះមានទិសដៅដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមជនបទតាមរយៈការបង្កើនការងារនៅតាមជនបទដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនិងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់កសិករតាមរយៈការដាំដុះដំណាំស្វាយចន្ទីគោលបំណងសំខាន់របស់គម្រោង1. បង្កើនការដាំដុះឬការផលិតដំណាំស្វាយចន្ទី 2. ធ្វើឲ្យប្រសើរឡើងនូវគុណភាពផលិតកម្មស្វាយចន្ទីនៅកម្ពុជា 3. បញ្ជាក់គុណភាពផលិតផលសរីរាង្គសម្រាប់ការនាំចេញនិង 4. ការជំរុញនិងទទួលបានទីផ្សារសមស្របសម្រាប់ផលិតផលស្វាយចន្ទីតាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសទាំងនេះគឺឲ្យកសិករចូលរួមអាចទទួលបានចំណេះដឹងបច្ចេកទេសបទពិសោធន៍លើការដាំដុះដំណាំស្វាយចន្ទីនិងចូលរួមបញ្ចេញមតិយោបល់និងបង្ហាញពីបញ្ហាដែលជួបប្រទះចំពោះដំណើរការដាំដុះស្វាយចន្ទីដោយធ្វើយ៉ាងណាឲ្យការដាំដុះដំណាំស្វាយចន្ទីទទួលបាននិងប្រកបដោយជោគជ័យនៅទិន្នផលខ្ពស់និងទទួលបានប្រាក់ចំណូលខ្ពស់សម្រាប់គ្រួសារចំពោះការផ្ដល់បច្ចេកទេសលើការដាំដុះដំណាំស្វាយចន្ទីនេះដែរលោកស៊ូសុខាប្រធានកម្មវិធីអង្គការស្រែខ្មែរបានឲ្យដឹងថាគម្រោងបានជួយប្រជាកសិករស្វាយចន្ទីនៅបច្ចេកទេសដាំដុះការថែទាំដំណាំស្វាយចន្ទីការកម្ចាត់សត្វល្អិតតាមបែបធម្មជាតិ
ការធ្វើជីធម្មជាតិបច្ចេកទេសបំបៅឬកាត់តការប្រមូលផលនិងទុកដាក់ផងដែរតើអង្គការស្រែខ្មែរបានផ្ដល់បទពិសោធន៍អ្វីខ្លះដល់កសិករទាក់ទងទៅនឹងការផ្ដល់បច្ចេកទេសនេះលោកសួសុខាប្រធានកម្មវិធីអង្គការស្រែខ្មែរមានប្រសាសន៍ថាបាទជាទូទៅសម្រាប់កសិករយើងលោកបានដឹងហើយថាកសិករយើងគឺគាត់លោកខ្លះគាត់មានគាត់អាចអានរួចខ្លះទៅគាត់ចេះអក្សរខ្លះក៏គាត់អត់ចេះអញ្ចឹងវិធីសាស្ត្រនៃការបរៀនរបស់យើងគឺយើងបរៀនផ្នែកទ្រឹស្ដីហើយយើងនឹងការអនុវត្តដូចជានៅទីនេះស្រាប់គឺយើងអនុវត្តធ្វើជាក់ស្ដែងហើយផ្នែកទ្រឹស្ដីគឺយើងសូម្បីតែសំណួរសាកល្បងអញ្ចឹងដែរគឺយើងមិនចែកសំណួរទៅឲ្យកសិករគ្រប់គ្នាទាំងអស់ទេគឺយើងបានធ្វើសំណួរនៅលើ flip chart ទី2សូម្បីតែមេរៀនក៏អញ្ចឹងដែរមេរៀនគឺយើងរៀនទ្រឹស្ដីតិចជាងការអនុវត្តគឺទ្រឹស្ដីយើងទៅសេមេរៀននៅលើ flip chart ហើយចំណងជើងមេរៀនគោលបំណងមេរៀនសេចក្តីសង្ឃឹមទុកអីហើយបាទសំណួរត្រូវវិភាសាអីនៅក្នុងថ្នាក់យើងវិភាសាប៉ុន្តែភាគច្រើនយើងចុះមកចំការតែម្ដងដូចជាយើងមកធ្វើជាក់ស្ដែងដូចជាកាត់តបំបៅផ្សាំបាទការជ្រើសរើសគ្រាប់ពូជអីហ្នឹងគឺយើងមកចំការបានរៀនបណ្ដុះបណ្ដាលពីបច្ចេកទេសដាំដុះជ្រើសរើសពូជតាក់តែងមែកហ្នឹងគឺប្រជាជនមានការយល់ដឹងច្រើនហើយមានអនុវត្តធ្វើខ្លះក៏បានកែប្រែពូជនឹងបានមួយចំនួនដែរហើយគម្រោងគាំទ្រអនុវិស័យស្វាយចន្ទីនៅកម្ពុជាតាមរយៈការបណ្ដុះបណ្ដាលក្រុមកសិករអង្គការស្រែខ្មែរបានផ្ដល់នូវបច្ចេកទេសជាច្រើនដើម្បីជួយដល់កសិករក្នុងការដាំដុះដំណាំស្វាយចន្ទីដូចជា 1. ការរៀបចំចងក្រងសមាគមនិងការគ្រប់គ្រងសមាគមកសិករដើម្បីឲ្យកសិករចេះចងក្រងសមាគមតាមរយៈការបោះឆ្នោតជ្រើសរើសតំណាងក្រុមដែលមានសមត្ថភាពក្នុងការសម្របសម្រួលដល់ការងារឬដោះស្រាយនៅពេលសមាគមកសិករមានបញ្ហាផ្សេងៗកើតឡើងជាពិសេសដើម្បីពង្រឹងនូវសមត្ថភាពជំនាញគ្រប់គ្រងនិងដឹកនាំដើម្បីធានានូវនិរន្តរភាពរបស់សមាគមក្នុងការអភិវឌ្ឍរយៈពេលយូរអង្វែងដោយធ្វើយ៉ាងណាឲ្យពួកគាត់ចេះគ្រប់គ្រងដឹកនាំចាត់ចែងការជួយនិងភាពអាស្រ័យលើខ្លួនឯងបានទៅថ្ងៃអនាគត 2. បច្ចេកទេសដាំដុះស្វាយចន្ទីតាមគោលការណ៍សរីរាង្គដើម្បីឲ្យកសិករដំណាំស្វាយចន្ទីទទួលបានបច្ចេកទេសសមស្របថ្មីៗសម្រាប់ការដាំដុះស្វាយចន្ទីទទួលបានទិន្នផលខ្ពស់ទាំងបរិមាណនិងគុណភាពដោយការប្រើប្រាស់បច្ចេកទេសដូចជាការជ្រើសរើសពូជយើងត្រូវជ្រើសរើសដើមមេពូជណាដែលមានផ្លែធំល្អទម្ងន់ធ្ងន់ធន់នឹងអាកាសធាតុជាពិសេសពូជដែលគេបំបៅរួចបច្ចេកទេសបណ្ដុះមុនដំបូងយើងត្រូវរៀបចំដីសម្រាប់បណ្ដុះដោយលាយល្បាយដីម៉ត់ 3/5 លាយមួកសត្វ 1/5 និងអង្កាម 1/5 រួចយកគ្រាប់ដែលហាលស្ងួតល្អយកមកត្រាំទឹករយៈពេល48ម៉ោងរួចស្រង់ដាក់ផ្អាប់ក្នុងបាវក្រចៅរយៈពេល48ម៉ោងដោយស្រេចទឹករាល់ថ្ងៃរហូតដុះពន្លកឬគ្រាប់ណាដែលចេញពន្លកយកមកបណ្ដុះដើម្បីធ្វើការបណ្ដុះក្នុងថង់ទំហំ25សង់ទីម៉ែត្រគុណ15សង់ទីម៉ែត្ររួចស្រោចទឹករាល់ថ្ងៃបច្ចេកទេសបំបៅឬកាត់តយើងត្រូវជ្រើសរើសកូនទម្រដែលមានអាយុពី45ថ្ងៃទៅ60ថ្ងៃសម្រាប់តជ្រើសរើសត្រួយពូជសម្រាប់បំបៅជាត្រួយដែលក្រពុំគ្មានផ្កានិងមានពណ៌បៃតងចាស់និងជាត្រួយមេពូជដែលគេធ្លាប់បំបៅហើយរួចកាត់ចុងជើងទម្រចោលទុកកម្ពស់ពីដើមប្រវែង3ទៅ5សង់ទីម៉ែត្ររួចយកត្រួយដែលកាត់ប្រវែង10ទៅ15សង់ទីម៉ែត្រចិតជារាងពន្លាកឬអក្សរ V 3ទៅ5សង់ទីម៉ែត្រដោយគល់ទម្រដែរយកត្រួយដែលចិតរួចសោកបញ្ចូលក្នុងគល់ទម្រយកថង់ផ្លាស្ទិកចងរុំកន្លែងតដោយចិតការពារកុំឲ្យទឹកចូលរួចយកមកដាក់ក្រោមម្លប់ស្បែកខៀវបច្ចេកទេសដាំដុះការដាំដុះត្រូវមានការរៀបចំដីជីករណ្ដៅធ្វើឡើងរយៈពេល2ខែមុនការដាំដុះដំណាំស្វាយចន្ទីនេះរួចយកកូនដែលបំបៅដែលមានអាយុ45ទៅ60ថ្ងៃមកដាំពេលដាំហើយត្រូវបោះបង្គោលជាប់នឹងកូនស្វាយចន្ទីដើម្បីទប់កុំឲ្យដួលហើយការដាំដុះត្រូវធ្វើឡើងនៅចន្លោះចុងខែមេសាដល់ចុងខែមិថុនាព្រោះវាជាខែដែលមានភ្លៀងធ្លាក់អំណោយផលដល់ដំណាំស្វាយចន្ទីចំពោះបច្ចេក
កទេសតាក់តែងមេឃវិញដំណាំស្វាយចន្ទីគួរធ្វើឡើងនៅអំឡុងពេលប្រមូលផលរួចនិងកំឡុងពេលមុនចេញត្រួយនិងផ្កានៅចន្លោះខែឧសភាដល់ខែវិច្ឆិកាការតាក់តែងមេឃនេះត្រូវមានថ្នាំដើម្បីលាបបង្ការដោយប្រើប្រាស់ថ្នាំប័រដូដែលផ្សំពីសាជូខៀវនិងកំបោរសលាយជាមួយទឹកក្តៅនិងទឹកត្រជាក់បច្ចេកទេសថែទាំលើដំណាំស្វាយចន្ទីនេះគួរការដាក់ជីធម្មជាតិជីកំប៉ុស្តទឹកនិងគោកជីលាមកសត្វព្រមទាំងស្លឹកឈើធម្មជាតិជាដើមរួមទាំងការកម្ចាត់សត្វល្អិតដោយការប្រើប្រាស់ថ្នាំពុលធម្មជាតិលើដំណាំស្វាយចន្ទីដើម្បីទទួលបានទិន្នផលខ្ពស់3បច្ចេកទេសគ្រប់គ្រងមុននិងក្រោយប្រមូលផលស្វាយចន្ទីសរីរាង្គក្នុងគោលបំណងផ្ដល់ចំណេះដឹងដល់កសិករស្វាយចន្ទីដើម្បីចេះគ្រប់គ្រងផលិតផលស្វាយចន្ទីសរីរាង្គប្រកបដោយគុណភាពនិងបរិមាណជាពិសេសពួកគាត់អាចរក្សាឬស្តុកទុកផលិតផលស្វាយចន្ទីសរីរាង្គបានយូរអង្វែងបច្ចេកទេសនេះមានសារៈសំខាន់ណាស់សម្រាប់កសិករដំណាំស្វាយចន្ទីតាមគោលការណ៍សរីរាង្គដើម្បីធានានូវការមិនបាត់បង់ទិន្នផលស្វាយចន្ទីមុនពេលកំឡុងពេលនិងក្រោយពេលប្រមូលផលដែលកសិករស្វាយចន្ទីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបច្ចេកទេសនេះដើម្បីធានានូវផលិតផលរបស់ពួកគាត់ទាំងការរក្សាទុកពូជនិងសម្រាប់លក់នៅលើទីផ្សារផងដែរ4ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងការផ្តល់វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងដើម្បីរៀបចំការចុះបញ្ជីសរីរាង្គរបស់កសិករនិងបង្កើតប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសម្រាប់វិញ្ញាបនបត្រសរីរាង្គដែលធានាថាគ្រប់កសិករស្វាយចន្ទីសរីរាង្គរបស់ក្រុមត្រូវបានត្រួតពិនិត្យយ៉ាងទៀងទាត់ត្រឹមត្រូវនិងការរក្សាឯកសារត្រួតពិនិត្យបានល្អដើម្បីបញ្ជាក់ផលិតផលស្វាយចន្ទីសរីរាង្គជាងនេះទៅទៀតកសិករស្វាយចន្ទីបានយល់អំពីកសិកម្មសរីរាង្គនិងរបៀបធ្វើការផ្លាស់ប្តូរកសិកម្មបែបគីមីទៅវិធីសាស្ត្រសរីរាង្គវិញដើម្បីទទួលបានវិញ្ញាបនបត្រផលិតផលស្វាយចន្ទីសរីរាង្គស្របទៅនឹងទីផ្សារក្នុងស្រុកនិងការនាំចេញទៅលក់នៅបរទេស 5. ការបញ្ជ្រាបផែនការអភិវឌ្ឍឃុំនិងផែនការវិនិយោគឃុំក្នុងគោលបំណងដើម្បីផ្ដល់គោលគំនិតសំខាន់ៗរបស់ផែនការវិនិយោគឃុំនិងផែនការអភិវឌ្ឍឃុំទៅសមាជិកទាំងអស់ដើម្បីផ្សារភ្ជាប់រវាងសមាគមនិងកម្មវិធីអភិវឌ្ឍឃុំផែនការនិងការប្រឹក្សាយោបល់ផែនការវិនិយោគឃុំនិងផែនការអភិវឌ្ឍឃុំត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដែលជាផ្នែកមួយនៃដំណើរការអភិវឌ្ឍឃុំក្នុងការដោះស្រាយនិងចាត់ជាអាទិភាពពីតម្រូវការរបស់កសិករនៅក្នុងសហគមន៍សម្រាប់ឃុំនីមួយៗនិងជាពិសេសដើម្បីឲ្យសមាជិកសមាគមចូលរួមពាក់ព័ន្ធនៅក្នុងដំណើរការអភិវឌ្ឍសហគមន៍ឲ្យបានទូលំទូលាយនិងសមាគមអាចទទួលបាននូវការគាំទ្រមូលនិធិពីផែនការវិនិយោគឃុំទៅថ្ងៃអនាគតការផ្ដល់វគ្គបណ្តុះបណ្តាលធ្វើឡើងតាមវិធីសាស្ត្របែបចូលរួមនិងការអនុវត្តនៅចំការដែលផ្ទាល់ក្រៅអំពីការបណ្តុះបណ្តាលនេះគម្រោងក៏បានធ្វើការតាមដានព្រមទាំងជួយផ្ដល់បច្ចេកទេសដែលផ្ទាល់នៅចំការនិងតាមគ្រួសារនីមួយៗដើម្បីធ្វើឲ្យប្រាកដថាបច្ចេកទេសដែលបានរៀនត្រូវបានយកទៅអនុវត្តហើយទទួលបានលទ្ធផលល្អប្រជាពលរដ្ឋមានការរំពឹងទុកថាបន្ទាប់ពីគម្រោងនេះអនុវត្តនៅភូមិឃុំរបស់ពួកគាត់រួចពួកគាត់នឹងទទួលបានទិន្នផលខ្ពស់មានគុណភាពខ្ពស់និងមានតម្លៃខ្ពស់ខ្ញុំយល់ថាពីមុនមកដល់សប្តាហ៍ថ្ងៃនេះវាកើនឡើងខ្ពស់ព្រោះមានស្វាយចន្ទីជាច្រើននៅក្នុងចំការខ្ញុំចាហើយវាមានទិន្នផលឡើងខ្ពស់រាល់ឆ្នាំបានបង្ហាត់គ្រូខាងស្រែខ្មែរមកបង្ហាត់បង្រៀនពីចែកទេសដាំដុះបានកើនទិន្នផលខ្ពស់បាទមួយឆ្នាំទៅបាន 2000 ជាងឥឡូវនេះឡើងដល់ 6000 អញ្ចឹងមិនសង្ឃឹមហ្មងមិនជឿទុកចិត្តលើអង្គការស្រែខ្មែរហ្មងបាទនេះគឺការសង្ឃឹមទៅគឺថា 100% ហើយមិនថាម៉េចទេថាចង់ឲ្យស្រែខ្មែរហ្នឹងគឺថាជួយបន្តទៅទៀតដើម្បីឲ្យរឹតតែថ្លៃហើយបើកាលណារឹតតែថ្លៃប្រជាជនរឹតតែមានសង្ឃឹមឲ្យមានសង្ឃឹមរឹតតែគេថាជីវភាពវិទូធាអង្គការស្រែខ្មែរមានទស្សនវិស័យក្នុងការគ្រប់គ្រងសង្គមសេដ្ឋកិច្ចនិងធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅរបស់កសិករប្រកបដោយនិរន្តរភាពក្នុងនោះអង្គការស្រែខ្មែរធ្វើការបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់ការដាំដុះ
និងថែទាំដំណាំស្វាយចន្ទីឲ្យទទួលបានទិន្នផលខ្ពស់ទទួលប្រាក់ចំណូលនិងជៀសផុតពីការប្រើប្រាស់សារជាតិគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់អ្នកផលិតនិងបរិស្ថានការជ្រើសរើសពូជជាកត្តាសំខាន់មួយរបស់កសិករសម្រាប់បំពេញតម្រូវការទីផ្សារទាំងក្នុងស្រុកនិងការនាំចេញទៅលក់នៅបរទេសកសិករជាច្រើនដែលទទួលផលពីគម្រោងគាំទ្រអនុវិស័យស្វាយចន្ទីសរីរាង្គនៅកម្ពុជារបស់អង្គការស្រែខ្មែរមានសង្ឃឹមសម្រាប់ថ្ងៃអនាគតក្នុងការបង្កើនការងារដាំដុះសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនលោកឆៃលៀងកសិករនៅភូមិអូបេងឃុំមេសរជ្រៃស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមជាកសិករមួយដែលទទួលជោគជ័យក្នុងការដាំដុះស្វាយចន្ទីនេះដែលគាត់មានប្រសាសន៍ថាកំណើននៃស្វាយចន្ទីរបស់លោកមានការកើនឡើងមិនឈប់ឈរពី1តោនក្នុង1ហិកតារហូតដល់3តោនក្នុង1ហិកតាក្នុងមួយរដូវនិងអាចលើសពីនេះដែលឆ្លើយតបសម្រាប់ទីផ្សារបានយ៉ាងប្រសើរទាំងនៅក្នុងខេត្តនិងក្រៅខេត្តដោយឡែកកូនស្វាយចន្ទីរបស់លោកឆៃលៀងក៏បាននាំចេញទៅលក់នៅក្រៅខេត្តផងដែរបន្ទាប់ពីលោកជ្រើសរើសបច្ចេកទេសរបស់អង្គការស្រែខ្មែរសម្រាប់ដំណាំស្វាយចន្ទីរបស់លោកបាទខ្ញុំទទួលផលចំណេះដឹងអស់ហ្នឹងខ្ញុំចេះមកពីអង្គការស្រែខ្មែរមហាវិទ្យាលខ្ញុំបាទខ្ញុំចេះបំបៅដាំកែប្រែពូជខ្លួនឯងរហូតដល់ផលិតកូនលក់ថែមទៀតឆ្នាំទៅប្រហែលជា1តោនកន្លះឆ្នាំនេះប្រហែលជា3តោនជាងអីចឹង1គីឡូបានដំបូងបាន5000ជាងដល់មកឥឡូវនៅ4000ជាងការផ្លាស់ប្ដូរនេះគឺវាសម្រួលឲ្យជីវភាពខ្ញុំហ្នឹងកាន់តែដូចថាវារៀងចេះតែដំណើរការទៅមុខរៀងដូចថាវារៀងធូរជាងមុនណាកសិករមានក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការបង្កើនទិន្នផលតាមរយៈការបណ្ដុះបណ្ដាលប្រជាកសិករឲ្យយល់ដឹងពីបច្ចេកទេសថ្មីៗពិសេសស្វាយចន្ទីដែលកំពុងតែមានតម្រូវការខ្លាំងក្នុងទីផ្សារពិភពលោកបាទខ្ញុំចង់បានសនំពរឲ្យអង្គការស្រែខ្មែរចុះជាប់ជាមួយប្រជាជននិងសមាគមយើងខ្ញុំបន្តជាប់ទៅទៀតខ្ញុំចង់ឲ្យអង្គការស្រែខ្មែរនឹងបន្តគម្រោងនឹងទៅរហូតពួកខ្ញុំនឹងនាំគ្នាមកសិក្សារហូតឲ្យបញ្ជាពីអរគុណនោះវាអរគុណហួសនឹងថ្លែងមិននឹងជារោពាក្យណាដែលថ្លែងអត់ស័ក្តិសមនឹងការយកចិត្តទុកដាក់របស់អង្គការខ្មែរទេបាទហើយតាំងពីគាត់ចុះជាប់មកថាក្នុងការដឹកនាំក្នុងការបង្រៀនក្នុងការចុះផ្ទាល់ណាទោះក្តៅទោះល្ងាឬយ៉ាងម៉េចក៏គាត់ថាខំប្រឹងអស់ពីសមត្ថភាពរបស់គាត់បាទហើយខ្ញុំទាំងអស់គ្នាណាជាសមាជិកក្នុងសហគមន៍នឹងថាជូនពរដល់អង្គការស្រែខ្មែរបាទឲ្យគាត់ថាជួយដល់យើងខ្ញុំតទៅមុខទៀតបាទអង្គការស្រែខ្មែរក្រោមជំនួយឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុបនិងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិជួយដល់កសិករនិងបន្តដើម្បីឲ្យកសិករទទួលទិន្នផលខ្ពស់មានគុណភាពនិងលក់បានតម្លៃខ្ពស់ផងដែរអង្គការស្រែខ្មែរក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជនអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍន៍នានាព្រមទាំងអ្នកវិនិយោគទុននានាសម្រាប់ជួយដល់កសិករក្នុងការស្វែងរកទីផ្សារដែលត្រឹមត្រូវនិងជឿទុកចិត្តបានហើយលោកពូសវណ្ណមានប្រសាសន៍ថាដើម្បីឲ្យគម្រោងនេះមាននិរន្តរភាពអង្គការស្រែខ្មែរបានភ្ជាប់ទំនាក់ទំនងរវាងសហគមន៍កសិករទៅនឹងផែនការអភិវឌ្ឍឃុំក្រុមហ៊ុនឯកជននិងម្ចាស់ជំនួយនានាផងដែរគឺអង្គការស្រែខ្មែរបានជួយសម្របសម្រួលដើម្បីឲ្យសមាគមមានបណ្ដាញជាមួយនឹងក្រុមហ៊ុននានាទាំងក្រុមហ៊ុននៅក្នុងស្រុកនិងក្រុមហ៊ុនក្រៅស្រុកដើម្បីឲ្យគាត់អាចទំនាក់ទំនងក្នុងការទិញនិងលក់ផលិតផលរបស់គាត់នៅថ្ងៃអនាគតជាមួយគ្នានោះដែរគឺយើងបានធ្វើការពង្រឹងសមត្ថភាពរបស់ពួកគាត់បន្ថែមទៀតដើម្បីធ្វើយ៉ាងម៉េចឲ្យគាត់ផលិតឲ្យមានគុណភាពខ្ពស់ដើម្បីមានទីផ្សារច្រើនទៅថ្ងៃខាងមុខតាមរយៈការបន្តស្វែងរកថវិកាពីប្រភពគាំទ្រនានាដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗដែលគាត់បានលើកឡើងនិងកំពុងលើកឡើងក្នុងនោះគម្រោងក៏បានសហការជាមួយអាជ្ញាធរដែនដីជាពិសេសក្រុមប្រឹក្សាឃុំដើម្បីធ្វើការពិចារណាទៅលើគម្រោងជាអាទិភាពអង្គការស្រែខ្មែរបានចុះមកជួយផ្សព្វផ្សាយអំពីច្បាប់នៅក្នុងឃុំរបស់ខ្ញុំនេះជាពិសេសគឺការបញ្យល់ការអប់រំការណែនាំអំពីនីតិវិធីនិងបច្ចេកទេសកន្លងទៅនឹងគឺប្រជាពលរដ្ឋរបស់យើងគឺយើងធ្វើតាមតែការទម្លាប់
ក្រោយពីអង្គការស្រីខ្មែរបានចូលមកផ្សព្វផ្សាយនៅក្នុងមូលដ្ឋានរបស់ನಾವುមកឃើញថាប្រជាពលរដ្ឋរបស់យើងមានកែប្រែទីមួយខាងបច្ចេកទេសការជ្រើសរើសពូជនិងការបង្កាត់ពូជឃើញថាវាបានល្អបង្គួរដែលគួរឲ្យជាទីមោទនៈបំផុតចំពោះប្រជាពលរដ្ឋនៅក្នុងគុំរបស់យើងខ្ញុំបាទបន្ទាប់ពីគម្រោងអង្គការស្រីខ្មែរបានចុះមកអនុវត្តផ្សព្វផ្សាយនៅក្នុងមូលដ្ឋានរបស់ខ្ញុំមកឃើញថាលទ្ធផលនៃការទទួលបានគឺប្រជាពលរដ្ឋរបស់យើងទទួលបានយ៉ាងខ្លាំងល្អប្រសើរលើកពីមុនដោយការទម្លាប់របស់គាត់ដែលគាត់មានការប្រើប្រាស់តាមបច្ចេកទេសរបស់អង្គការផ្សាយមកអញ្ចឹងបានការចម្រើនជឿនលឿនរបស់ប្រជាពលរដ្ឋនៅក្នុងគុំរបស់ខ្ញុំនោះគឺមានការរីកចម្រើនយ៉ាងខ្លាំងបាទគម្រោងគាំទ្រអនុវិស័យស្វាយចន្ទីសរីរាង្គនៅកម្ពុជាដែលគាំទ្រដោយមូលនិធិសហភាពអឺរ៉ុបនិងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិអនុវត្តគម្រោងដែលអង្គការស្រីខ្មែរបានផ្ដល់បច្ចេកទេសនិងការរៀបចំចងក្រងសមាគមកសិករក្នុងគោលបំណងលើកកម្ពស់អនុវិស័យដំណាំស្វាយចន្ទីសរីរាង្គឲ្យមានគុណភាពខ្ពស់និងមានទីផ្សារដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ